អ្វីដែលខ្ញុំនិយាយនៅក្នុងវីដេអូនេះគឺខ្ញុំគ្រាន់តែចង់ដាស់តឿនដល់បងប្អូនមួយចំនួនដែលគាត់អាសាធ្វើខុសរឿងមួយដោយមិនដឹងខ្លួនហើយរឿងហ្នឹងបើសិនជាអត់ប្រាប់ទេគឺគាត់ខុសហើយខុសទៀតខុសបន្តគ្នារហូតខុសរហូតដល់នាំក្តីអន្តរាយមកដល់ក្រុមគ្រួសាររបស់គាត់ក៏មានដែរអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺតាក់ទងជាមួយនឹងរបស់ដែលប្រើនៅក្នុងផ្លូវមន្តអាគមហើយពួកគាត់យកចូលក្នុងផ្ទះដោយអត់ដឹងខ្លួនអ្នកខ្លះគាត់ស្រឡាញ់ប៉ុន្តែអ្នកខ្លះទៀតមិនមែនស្រឡាញ់ទេតែដោយសារតែគាត់រកឲ្យគេជួយដល់អញ្ចឹងទៅគាត់ចេះតែដើរប្រមូលពីគេយកមកខ្ញុំលើកឧទាហរណ៍មនុស្សពីរនាក់ឲ្យអ្នកទាំងអស់គ្នាស្ដាប់មនុស្សទី1គាត់ស្រឡាញ់គាត់ចូលចិត្តវត្ថុស័ក្តិសិទ្ធិចូលចិត្តយ័ន្តចូលចិត្តអីហ្នឹងអញ្ចឹងទៅឲ្យតែគាត់ទៅជួបគ្រូជួបព្រះសង្ឃឬមួយក៏ជួបអ្នកណាដែលគេមានរបស់ទាំងអស់ហ្នឹងអ្នកខ្លះគេឲ្យគាត់ដល់ពេលអ្នកខ្លះទៀតគាត់សុំជាវពីគេយកមកហើយសួរថាគាត់មើលដឹងថារបស់ទាំងអស់ហ្នឹងយកមកទុកក្នុងផ្ទះវានាំរឿងល្អឬមួយក៏អាក្រក់គឺគាត់អត់ដឹងទេតែគាត់ដឹងតែស្រឡាញ់គាត់ប្រមូលពីគេមកអញ្ចឹងគ្រូមួយនេះមានជាវអានេះឲ្យគ្រូនោះមានយ័ន្តគ្រូនោះមានកថាមានអីឲ្យផ្សេងគ្នាគាត់ស្រឡាញ់គាត់ចេះតែប្រមូលយកមកទុកហើយគាត់រៀបជាទីសក្ការៈរៀបជាអាសនៈនៅក្នុងផ្ទះរបស់គាត់មួយគាត់ប្រមូលតែរបស់ដែលបានពីគេមកហ្នឹងយកមកដាក់នៅលើហ្នឹងគាត់អុជធូបគោរពអីអញ្ចឹងទៅរៀងរាល់សិលអាហ្នឹងឧទាហរណ៍អ្នកទី1ចំណែកអ្នកទី2គឺគាត់អាសាដើររកគ្រូឲ្យជួយជួនកាលគាត់រកស៊ីក្នុងមុខរបរអីមួយអញ្ចឹងដល់អញ្ចឹងទៅគាត់ចេះតែដើររកគ្រូនេះគ្រូនោះរកប្រសង់ផ្សេងគ្នាអញ្ចឹងទៅហើយគេធ្វើយ័ន្តធ្វើកថាធ្វើអីយកមកដាក់នៅក្នុងផ្ទះអ្នកខ្លះមិនត្រឹមតែដាក់ទេគឺយកមកកប់ទៀតជីកដីកប់ដាក់កន្លែងនេះកន្លែងនោះស្វានដាក់នៅក្នុងអញ្ចាំងផ្ទះក្នុងសសរផ្ទះឬមួយក៏បោះជាដីគោលបញ្ចុះនៅក្នុងដីក្នុងសាបអីអញ្ចឹងទៅហើយសួរថាពេលដែលអ្នកទាំងអស់នឹងដាក់ចូលគាត់ដែរសង្កេតមើលអ្នកខ្លះដាក់បោះគ្រូនឹងមួយអត់បានផលទៅរកគ្រូមួយទៀតគ្រូមួយទៀតអត់បានផលទៅរកគ្រូផ្សេងទៀតហើយអ្វីដែលគាត់ធ្វើហ្នឹងពេលខ្លះគាត់អត់បានចាប់អារម្មណ៍ទេនិយាយទៅគាត់ផ្ដោតទៅលើការរកស៊ីទៅលើអ្វីដែលគាត់ចង់បានតែក៏លេចមើលអ្នកនៅក្នុងផ្ទះរបស់គាត់អ្នកខ្លះឈឺមានបញ្ហាបន្តគ្នារហូតកូនឈឺចៅឈឺខ្លះទៅប្តីប្រពន្ធមានបញ្ហាឆ្លោះទាស់ទែងតាមពិតរបស់មួយចំនួនដែលអ្នកទាំងអស់គ្នាយកមកទុកហ្នឹងអ្នកទាំងអស់គ្នាអត់ដឹងទេថាអាហ្នឹងជាប្រភពដែលនាំឲ្យកើតមានចំនួនកើតមានអ្វីអាក្រក់នៅក្នុងក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគួរតែរៀនធ្វើអញ្ចឹងទៅរកគ្រូម្នាក់ហ្នឹងយកអីគេពីគ្រូមកខ្លះយកមកដាក់កន្លែងណាចំណាំមើលពេលដែលយើងដាក់ទៅបានផលល្អអាហ្នឹងអត់អីទេបានន័យថារបស់ហ្នឹងគឺយកមកវាចម្រុងចម្រើនវាល្អវាបានសុខតែបើទៅយកពីគ្រូហ្នឹងយកមកដាក់អត់បានផលឬមួយក៏ដាក់ទៅវាចាប់ផ្ដើមមានរឿងមិនល្អនៅក្នុងក្រុមគ្រួសាររបស់យើងគឺប្រមូលអារបស់ហ្នឹងចេញពីអាកន្លែងទាំងអស់ហ្នឹងវិញទោះបីជាកថាកប់នៅក្នុងដីក៏ដោយត្រូវតែគាស់វាត្រូវតែជីកយកវាចេញពីក្នុងដីមកវិញអាហ្នឹងជាអ្វីដែលអ្នកទាំងអស់គ្នាត្រូវសង្កេតមើលត្រូវចំណាំមើលថារបស់ហ្នឹងអញយកចូលមកវាមានបញ្ហាអីគេមកលើអ្នកផ្ទះអញបើសិនជាអ្នកទាំងអស់គ្នាធ្វើអញ្ចឹងអ្នកទាំងអស់គ្នាយករបស់ចូលមួយដឹងមួយយករបស់ចូលពីរដឹងពីរតែបើអត់ធ្វើអញ្ចឹងទេប្រមូលពីគ្រូនេះមកគ្រូនោះមកលោកឡំគ្នាពេលខ្លះអារបស់ចង្រៃនៅក្នុងផ្ទះហើយស្រាប់ហើយដល់ពេលអ្នកទាំងអស់គ្នាទៅយកចំអារបស់ល្អមកក៏វាអត់បានជួយដែរអារបស់ចង្រៃនៅក្នុងផ្ទះ5ដាក់របស់ល្អមកមួយក៏វាទាញគ្នាវាជួយអត់បានដែរដោយសារអីអ្វីដែលអាក្រក់អ្វីដែលមិនល្អហ្នឹងវាច្រើនពេកវាប្រមូលផ្ដុំនៅក្នុងផ្ទះរបស់យើងពេញហ្នឹងអញ្ចឹងអ្វីដែលខ្ញុំនិយាយនៅក្នុងវីដេអូនេះគឺខ្ញុំគ្រាន់តែចង់ដាស់តឿនចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្វីដែលយើងយកពីគេមកត្រូវប្រយ័ត្នប្រយែងទាំងគ្រូទាំងប្រសង់ទាំងអីក៏ដោយហើយយកចូលក្នុងផ្ទះហ្នឹងសង្កេតមើលផងថាតើមានរឿងអីខ្លះពេលដែលយើងយករបស់មួយចូលមិនមែនចេះតែយកចូលដឹងតែស្រឡាញ់ទេអារឿងស្រឡាញ់គឺស្រឡាញ់តែបើយើងយកហើយយកមកទុកហើយអត់សុខគុំទុកទៀតយកចេញពីផ្ទះរបស់យើងទៅយកទៅបកគោលឲ្យម្ចាស់ដើមគេវិញទៅអាហ្នឹងជារឿងល្អបំផុតអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងមកចែករំលែកមកដាស់តឿនដល់អ្នកទាំងអស់គ្នាទេ